បាទជំរាបសួរបាទពុកម៉ែបងប្អូនបាទនេះគឺជាពូជគូលែនហាវ៉ៃបងប្អូនបាទគឺយើងយកមកពីប្រទេសថៃអញ្ចឹងបើសិនជាបងប្អូនបាទត្រូវការពូជបាទគូលែនហាវ៉ៃខាងយើងខ្ញុំបាទនាំពូជគូលែនហាវ៉ៃមកពីប្រទេសថៃគឺប្រភេទផ្សាំមេឃបងប្អូនដាំរយៈពេលតែ15ទៅ15ខែវាអាចនឹងចេញផ្កាចេញផ្លែបើសិនជាបងប្អូនបាទមានចំណាប់អារម្មណ៍ចង់ដាំគូលែនហាវ៉ៃបងប្អូនអាចចាក់ត្រង់ខ្ញុំបានខាងយើងខ្ញុំក៏មានបាទសេវាកម្មបាទផ្ញើជូនឬក៏ដឹកជញ្ជូន25ខែក្រុងនៅកិតបាទគូលែនហាវ៉ៃគឺបងប្អូនងាយថែទាំមែនទែនបាទអញ្ចឹងវាឆាប់ឲ្យផលហើយនឹងងាយនឹងថែទាំអញ្ចឹងវាអត់ត្រូវការទឹកពីទរេនប៉ុន្មានទេបាទហើយផ្លែវាគឺធំបងប្អូនបាទហើយគ្រាប់តូចបាទសាច់ច្រើនអញ្ចឹងបើសិនជាបងប្អូនបាទត្រូវការពូជអីបងប្អូនអាចទៅខ្ញុំមកខ្ញុំនឹងប្រាប់វិធីដាំនិងវិធីថែទាំបងប្អូនបាទសូមអរគុណ